bạn rửa số bọc ôn tỏ kia chẳng ngày nãy nhom trong một hai video muối từ nệ tỏ kia chẳng nhom kết hai video ní hay chụp mấy sầm rạp bọc ôn đại tơ blog nông vị sai ở kia này chụp buộc nhóm nhom thọp chụp vậy hay có chụp tết này cả này nâng chẳng sầm rạp cả này nâng cứ cả lang chụp buộc lơ tri phà nè bạn chụp sai nơi nông tu bạch chí nơi nông bạch đài ngoài kia đại chụp bọc hết tri phá chẳng cả này nâng cứ phụ dân thọp chụpประมาณcả này đấyเสียงគ្នាហើយថ្ងៃនេះក៏អង្គុយអូ Facebook ទៅក៏ឃើញវីដេអូនេះចង់បង្ហាញនិងចែកម្លែកបងប្អូនទាំងអស់គ្នាផងដែរតែក្នុងវីដេអូនេះអ្នកទាំងអស់គ្នាមើលសិនហើយយើងនឹងបកស្រាយជូនអ្នកទាំងអស់គ្នានៅវីដេអូបន្តមួយទៀតបាទព្រោះឥឡូវយប់ហើយយើងថតអត់តនេះអញ្ចឹងឃើញភ្លាមយកមកបង្ហាញបងប្អូនទាំងអស់គ្នាភ្លាមបងប្អូនណាដឹងខមមិនខាងក្រោមវីដេអូនេះមកបងប្អូនណាអត់ដឹងយើងជួបគ្នានៅវីដេអូបន្តទៀតតោះឥឡូវយើងមើលទាំងអស់គ្នានេះបាទសួស្តីមីមីបាទចឹងខ្ញុំឆ្ងល់ភ្លើងនេះដែរភ្លើងពេញនេះ230ចឹងខ្ញុំដាក់តេសជាមួយនឹងប្លុកបឺតបាញ់ណាកុំសើណាដល់ពេលដល់ปุ๊បវាធ្លាក់នេះបងប្អូនអរគ្នាមើលអំពូលទាំង3ហ្នឹងបងប្អូនអរគ្នាឃើញអំពូលហ្នឹងគឺជាប្រភេទអំពូលបង្ហាញវ៉ុលណាបាទបង្ហាញវ៉ុលបង្ហាញអំពែបង្ហាញប្រេកង់បាទចឹងអំពូលទាំង3ហ្នឹងគឺបង្ហាញវ៉ុលនៅក្នុងហ្វានីមួយៗដែលធៀបជាមួយណឺតចឹងអ្នកទាំងអរគ្នាឃើញស្រាប់ហើយនេះបាទមិញយើងឃើញ220ណា220 230តែស្រាប់ពីកត់ដោតដោយនឹងចូលអ្នកនរគ្នាឃើញវ៉ុលវាប្រែប្រួលទេអាកដានេះបែកច្បាត់វ៉ុលវិញអញ្ចឹងយើងចាប់ដើមឆ្ងល់ហើយតោះឥឡូវយើងមើលទៀតអសល់តែ 0.4 វ៉ុល0.4 វ៉ុលនេះប្លុកឯណានេះប្រាប់កើតទេខ្ញុំរងមូលហេតុមិនឃើញឥឡូវខ្ញុំដកវិញសិនខ្ញុំដកវិញប៉ុបវាឡើងវិញ240វ៉ុលទាំងដោះទាំង3ហ្វាដូចគ្នាណាបាទអញ្ចឹងខ្ញុំរកទឹកមូលហេតុអត់ទាន់ឃើញទេឆ្ងល់មកព្រឹកហើយឥឡូវខ្ញុំដោតវិញពុបធ្លាក់សោប0.4 វ៉ុលដល់ពេលខ្ញុំដកវិញឡើងវិញហើយមើលនោះឡើងវិញមានបងដឹងទេអរគុណអញ្ចឹងយើងឃើញជាក់ស្ដែងទាំងអស់គ្នាហើយតើមូលហេតុអ្វីបានទៅជាប្រែប្រួលវ៉ុលបែបហ្នឹងខ្ញុំជឿថាមានបងប្អូនខ្លះក៏គាត់ធ្លាប់ជួបដូចខ្ញុំដែរហើយក៏មានបងប្អូនខ្លះក៏គាត់អត់ធ្លាប់ជួបហើយក៏អត់ដឹងដែរតោះអញ្ចឹងចូលខមមិនខាងក្រោមវីដេអូនេះទាំងអស់គ្នាតើមូលហេតុអ្វីហើយអ្នកមិនដឹងសូមខមមិនថាមិនដឹងអញ្ចឹងមកតែបើអ្នកដឹងសូមខមមិនខាងក្រោមនេះមកហើយខ្ញុំនឹងធ្វើវីដេអូមួយទៀតតេស្តបង្ហាញជូនអ្នកទាំងអស់គ្នាហើយបកស្រាយពីមូលហេតុនិងដំណោះស្រាយជូនអ្នកទាំងអស់គ្នានៅវីដេអូមួយទៀតបាទអរគុណយើងជួបគ្នានៅវីដេអូបន្ត